ជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកកាន់មេរៀនតាក់ទងជាមួយនឹងឧបករណ៍សម្រាប់ប្រើប្រាស់នៅតាមផ្ទះសាលារៀនក៏ដូចជាមន្ទីរពេទ្យរបស់យើងសារជាថ្មីម្ដងទៀតហើយដែលថ្ងៃនេះយើងនឹងបន្ត10ពាក្យបន្ថែមទៀតតាក់ទងជាមួយនឹងវីដេអូមុនម្ល៉េះហើយអញ្ចឹងយើងកុំឲ្យខាត់ពេលយើងចូលទៅមើលពាក្យថ្មីរបស់យើងទាំងអស់គ្នាថាតើមានពាក្យអ្វីដែលថ្មីបន្ថែមពីលើនឹងទៀតឬអត់តោះអញ្ចឹងយើងទៅមើល implements used in the house school and hospital អូខេអញ្ចឹងតើតើជាមួយឧបករណ៍របស់យើងពាក្យទី1ថ្ងៃនេះយើងមានពាក្យ cardboard ដែល cardboard យើងមានន័យថាក្រដាសកាតុងពាក្យបន្ទាប់យើងមានពាក្យ carriage ដែលពាក្យ carriage មានន័យថារទេះកង់4ណាប្រភេទរទេះកង់4ដូចមាននៅក្នុងរូបភាពអញ្ចឹងហើយមេរៀនយើងតាក់ទងមករទេះមានច្រើនពាក្យថ្ងៃនេះបាទពាក្យបន្ទាប់យើងមានពាក្យ cart មានន័យថារទេះ handcart មានន័យថារទេះយើងអាចរុញបាន handcart horse cart យើងប្រែថារទេះសេះយើងស្គាល់ហើយ ox cart រទេះគោបាទ ox cart រទេះគោហើយពាក្យបន្ទាប់ទៀតយើងមានពាក្យ carving ប្រែថារូបចម្លាក់ដែលយើងឆ្លាក់ដោយដៃហ្នឹង carving ពាក្យបន្ទាប់យើងមានពាក្យ case មានន័យថាប្រអប់ឡាំងឬក៏ហឹបក៏បានដែរអញ្ចឹងយើងអាចប្រើមកពាក្យហ្នឹងទៅយើងប្រើពាក្យ case បាទពាក្យបន្ទាប់គឺពាក្យ cassette player បាទ cassette player គឺម៉ាញ៉េហើយនៅពាក្យចុងក្រោយគេគឺពាក្យ cement ប្រែថាស៊ីម៉ង់បាទអញ្ចឹងសម្រាប់10ពាក្យយើងបន្ថែមថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេកុំភ្លេចជួបគ្នានៅវីដេអូក្រោយដែលយើងនឹងមានពាក្យថ្មីបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលា